លោកឧត្តមសេនីយ៍តូឡាវមីងហួតនិងភរិយាចែកជូនសិភៅសិក្សានិងថវិកាដល់សិស្សានុសិស្សក្នុងឱកាសបើកបវេសនការឆ្នាំសិក្សា2025-2026ពោធិ៍សាត់នៅព្រឹកថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2025ត្រូវនៅថ្ងៃសៅរ៍11កើតខែកដឹកឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569លោកឧត្តមសេនីយ៍តូឡាវមីងហួតបាននាំយកសៀវភៅសិក្សានិងថវិកាមួយចំនួនទៅចែកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាក្បាលទាហានឃុំឈើតំស្រុកកគរខេត្តពោធិ៍សាត់ក្នុងឱកាសបើកបវេសនការឆ្នាំសិក្សា2025-2026ក្នុងឱកាសនេះលោកឧត្តមសេនីយ៍តូនិងភរិយាបានចែកជូនសៀវភៅសិក្សាចំនួន2100ក្បាលនិងថវិកា2លាន5សែនរៀលដើម្បីជួយសម្រួលបន្តិចបន្តួចដល់ការចំណាយរបស់អាណាព្យាបាលនិងលើកទឹកចិត្តសិស្សានុសិស្សឲ្យមានការខិតខំប្រឹងប្រែងក្នុងការសិក្សាលោកឧត្តមសេនីយ៍តូបានថ្លែងថាការចូលរួមនេះមានគោលបំណងចម្បងក្នុងការគាំទ្រដល់វិស័យអប់រំជាពិសេសក្នុងតំបន់ជនបទដើម្បីបង្កើនឱកាសសិក្សានិងលើកកម្ពស់គុណភាពអប់រំកុមារដែលជាកន្លងសំខាន់ក្នុងការកសាងអនាគតប្រទេសជាតិឲ្យកាន់តែល្អប្រសើរឡើងកម្មវិធីបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសសប្បាយរីករាយនិងពោរពេញដោយអារម្មណ៍ក្តីអំណរអគុណគណៈគ្រប់គ្រងសាលាគ្រូបង្រៀនសិស្សានុសិស្សនិងតំណាងសហគមន៍បានចូលរួមយ៉ាងសកម្មហើយបានថ្លែងអំណរគុណអរគុណចំពោះលោកឧត្តមសេនីយ៍តូនិងភរិយាដែលមានចិត្តសប្បុរសក្នុងការផ្ដល់ជំនួយដ៏មានតម្លៃនេះ